នាងខ្ញុំសូមលើកឡើងអំពីប្រវត្តិនៃទិវាជាតិនារី8មីនាពោលគឺការរំលោភបំពានសិទ្ធិស្ត្រីនិងកុមារពីសំណាក់ម្ចាស់រោងចក្រសហគ្រាសមួយចំនួនជាពិសេសនៅសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើនក៏ដូចជាសាមគ្គីភាពរបស់ស្ត្រីជាកម្មការិនីក្នុងការតស៊ូទាមទារការគោរពសិទ្ធិស្ត្រីនិងកុមារពីម្ចាស់រោងចក្រសហគ្រាសទាំងនោះដូចតទៅកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនានៅថ្ងៃ8មីនាឆ្នាំ1899កម្មការិនីផ្នែកតម្បាញនិងកាត់ដេរនៅទីក្រុងស៊ីកាហ្គោនិងញូវយ៉កសហរដ្ឋអាមេរិកបានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្តូរផ្ដាច់ទាមទារឲ្យបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្សតែជាលទ្ធផលកម្មការិនីទាំងនោះត្រូវបានទទួលការគៀបសង្កត់យ៉ាងពេញលេញត្រូវគេចាប់ចងធ្វើទារុណកម្មនិងត្រូវបណ្តេញចេញពីរោងចក្រនៅប្រទេសអាល្លឺម៉ង់ក្នុងពេលនោះបានលេចឡើងនៅយុវនារី3រូបដ៏ល្បីល្បាញគឺអ្នកស្រី Clara Zetkin ជាជនជាតិអាល្លឺម៉ង់និង Rosa Luxemburg ជនជាតិប៉ូឡូញដែលបានចូលរួមយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកស្រី Grubskaya ភរិយាលោក Lenin បំផុសចលនាបង្កើតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារីនៅឆ្នាំ1910សន្និបាតអន្តរជាតិដែលមានប្រទេស17ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉េនហាករដ្ឋធានីប្រទេសដាណឺម៉ាកបានសម្រេចយកថ្ងៃ8មីនាទិវានារីអន្តរជាតិថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថាមួយថ្ងៃធ្វើការ8ម៉ោងធ្វើការស្មើគ្នាបៀវត្សស្មើគ្នាការពារសុខុមាលភាពមាតានិងទារកចាប់តាំងពីថ្ងៃនោះមកថ្ងៃ8មីនាបានคล้ายទៅជាថ្ងៃបុណ្យអន្តរជាតិនារីដែលរំលឹកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដែលប្រឹងប្រែងដើម្បីរំដោះនារីដោយទាមទារឲ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងនារីដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់និងពុះពៀនឹងការលំបាកគ្រប់បែបយ៉ាងពី100ឆ្នាំមុននេះហើយទើបមានបច្ចុប្បន្ននេះនារីក្នុងពិភពលោកមានឱកាសទទួលបានសិទ្ធិស្មើភាពលទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើនក្នុងអំពើហិង្សានិងការរើសអើងចំពោះនារីភេទដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះជាបន្ទាប់ចលនានារីអន្តរជាតិបានខិតខំស្រាយបញ្ហានារីនៅសេសសល់តាមរយៈការស្នើឡើងទៅអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើកច្រើនសារនៅឆ្នាំ1975សន្និសីទពិភពលោករបស់នារីលើកទី1បានធ្វើឡើងនៅទីក្រុងមិចស៊ិកូប្រទេសមិចស៊ិកក្រោមប្រធានបទសមភាពវឌ្ឍនភាពនិងសន្តិភាពផែនការសកម្មភាពដែលបានសម្រេចនៅពេលនេះគេបានអំពាវនាវឲ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនិងការរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុញ្ញាតនេះខែតុលាឆ្នាំ1975ដដែលអង្គការសហប្រជាជាតិបានប្រកាសថា1976ដល់ឆ្នាំ1975ជាសតវត្ស1980សន្និសីទពិភពលោកលើកទី2របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាកប្រទេសដាណឺម៉ាកដើម្បីពិនិត្យមើលការរីកចម្រើននិងការអនុវត្តផែនការសកម្មភាពដែលសន្និសីទលើកទី1និងក្រុងទុកនៅខ្សែលើកយកមកពិភាក្សានៅការអប់រំការងារនិងសុខភាពនៅឆ្នាំ1985ចុងបញ្ចប់នៃទស្សនារី
គេបានរៀបចំសន្និសីទលើកទី3ម្ដងទៀតនៅទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ាដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សនារីព្រមទាំងធ្វើការអនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុងឆ្នាំ2000ចុងក្រោយនេះនៅឆ្នាំ1995ពីថ្ងៃទី4ដល់ថ្ងៃទី15កញ្ញាអង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកទី4នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនប្រធានបទជាគោលគឺសមភាពវឌ្ឍនភាពនិងសន្តិភាពដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានៅកង្វល់12យ៉ាងរបស់នារីថែមទៀតគឺភាពក្រីក្រអំពើហិង្សាផលវិបាកនៃចំនួនអាវុធនារីក្នុងចលនាសម្ព័ន្ធបាយនិងសេដ្ឋកិច្ចតួនាទីនារីក្នុងកិច្ចការធ្វើសេចក្តីសម្រេចចិត្តនយោបាយយន្តការលើកកម្ពស់រីកចម្រើនរបស់នារីសិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយបរិស្ថាននិងបញ្ហាកូវ៉ាទាំងនេះគឺជាយុទ្ធសាស្ត្រនិងរបៀបដោះស្រាយរបស់នារីដែលតែងតែអនុវត្តតាមបែបសន្តិវិធីតាមការបញ្ចេញមតិតែប៉ុណ្ណោះឯលទ្ធផលគឺនារីទទួលបានគឺការផ្ដល់នូវសិទ្ធិស្មើភាពឲ្យបានគ្រប់គ្រាន់និងតម្លៃជាមនុស្សពលគឺពុំមានទាមទារអ្វីឲ្យលើសពីនេះឡើយជារួមបើយើងប្រៀបធៀបប្រវត្តិវា8មីនាទៅនឹងកំណើតនៃអង្គការសហប្រជាជាតិឃើញថាប្រវត្តិវាអន្តរជាតិ8មីនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀតហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៅទៀតផងតែទោះជាយ៉ាងនេះក៏ដោយសពថ្ងៃនៅកម្ពុជាពិតមែនមានច្បាប់ជាតិច្បាប់អន្តរជាតិដូចជាសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សអនុញ្ញាតស្តីពីការលុបបំបាត់រដ្ឋទម្រង់នៃការរើសអើងប្រឆាំងនារីភេទនិងរដ្ឋធម្មនុញ្ញនៃរដ្ឋាភិបាលកម្ពុជាត្រង់ជំពូកទី3ដែលស្តីពីសិទ្ធិនោះហើយក៏ដោយក៏សមភាពរវាងបុរសនិងស្ត្រីការរើសអើងប្រឆាំងនឹងនារីភេទការរំលោភសិទ្ធិស្ត្រីហិង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហាហេតុដូច្នេះហើយបានជារដ្ឋាភិបាលប្រទេសមួយចំនួននិងអង្គការក្រៅរដ្ឋាភិបាលប្រទេសធំខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរសទាំងស្ត្រីជួយស្ត្រីឲ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិប្រើសិទ្ធិនិងដើម្បីជួយកាត់បន្ថយទប់ស្កាត់លុបបំបាត់ចោលនៅបញ្ហាទាំងឡាយខាងលើដែលមានចំពោះស្ត្រីភេទជាកិច្ចបញ្ចប់នាងខ្ញុំសូមលើកទឹកចិត្តដល់ស្ត្រីនៅកម្ពុជាក៏ដូចជាតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតសិក្សារៀនសូត្រពីបទពិសោធន៍នៃការតស៊ូលះបង់របស់ស្ត្រីដូចជាការរៀបរាប់ខាងលើនេះតាមរយៈការប្រើប្រាស់សិទ្ធិរបស់ខ្លួនចូលរួមយ៉ាងសកម្មទាំងក្នុងវិស័យសេដ្ឋកិច្ចសង្គមវប្បធម៌សិទ្ធិពលរដ្ឋសិទ្ធិនយោបាយស្របតាមច្បាប់កម្ពុជានៃប្រទេសរបស់ខ្លួននិងលិខិតរូបករណ៍អន្តរជាតិពាក់ព័ន្ធសិទ្ធិមនុស្សសិទ្ធិស្ត្រីសិទ្ធិកុមារសិទ្ធិជនពិការជាដើមជាមួយនាងគ្នានេះនាងខ្ញុំសូមគោរពជូនពរដល់ស្ត្រីទាំងអស់លើពិភពលោកថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិគ្រប់លំដាប់ថ្នាក់សមាជិកសមាជិកានៃអង្គពិធីនិងបងប្អូនជនរួមជាតិទាំងអស់ឲ្យជួបតែពុទ្ធពរទាំង4ប្រការកំបីឃ្លានឡើយសូមអរគុណ